សូមជូនរឿងមេខ្មោចអស្ចារ្យជាយូរលង់ណាស់មកហើយមានស្ទឹងមួយមានភាពស្ងាត់ជ្រងំប្រជាជនដែលរស់នៅទីនោះមានការផិតភ័យជាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សជាច្រើនត្រូវខ្មោចលងហើយលុះព្រលឹងឈឺស្លាប់ជាបន្តបន្ទាប់ថ្ងៃមួយមានស្ត្រីម្នាក់បានត្រឡប់មកពីធ្វើស្រែវិញនាពេលព្រលប់បន្តិចក៏ដើរមកដល់មាត់ស្ទឹងស្រាប់តែឃើញក្មេងស្រីម្នាក់រូបរាងស្អាតបាតដើរតម្រង់មកជិតគាត់និយាយថាអ្នកមីងឈប់សិនខ្ញុំសូមឆ្លងទៅជាមួយនឹងមីងដែរមីងក៏ឆ្លើយថាហេតុអីក៏នាងមិនឆ្លងទៅដោយខ្លួនឯងទៅនាងបន្ថែមទៀតថាអត់ទេខ្ញុំខ្លាចលង់ទឹកសូមអ្នកមីងជួយចម្លងខ្ញុំផងមីងក៏ព្រមអ៊ីវនាងឆ្លងទឹកស្ទឹងតាមការអង្វររបស់នាងលុះដល់ពាក់កណ្ដាលស្ទឹងនាងក៏បញ្ចេញសកម្មភាពប្រែរូបរាងជាអាក្រក់ដកកយ៉ាងវែងសក់បាសកន្ទ្រើងភ្នែកលៀនដូចក្តាមហូរចេញសុទ្ធតែឈាមក្រហមច្រាលលៀនអណ្ដាតភ្លើតភ្លេតភ្លឹបភ្លេតមីងឃើញភ្លាមក៏ភ័យរត់ព្រឺរោមបណ្ដាលឲ្យគាត់បាត់ស្មារតីកាំងបេះដូងស្លាប់មីងខំរត់ទាំងត្រដាបត្រដួសទើបមកដល់ផ្ទះវិញគាត់ហត់ដង្ហក់បាត់វិញ្ញាណធ្លាក់ចេញពីខ្លួនហើយរវើរវាយឈឺតែម្នាក់ឯងដាច់បាយដាច់ទឹកជ្រុះសក់ស្គមស្គាំងរីងរៃរហូតបាត់បង់ជីវិតនៅពេលរសៀលរៀបអស់ស្ដងគុណទេសភាពមាត់ស្ទឹងពោពេញទៅដោយភាពស្ងាត់ជ្រងំគ្មានអ្នកណាហ៊ានមកក្បែរទីនោះឡើយព្រោះស្ទឹងនោះមានខ្មោចជាច្រើនចាំយកព្រលឹងមនុស្សដែលឆ្លងទឹកដីទីនោះនៅរសៀលថ្ងៃមួយមានបុរសមួយក្រុមនាំគ្នាផឹកស្រាតាំងពីថ្ងៃត្រង់រហូតដល់ពេលព្រលប់បុរសម្នាក់ដាស់តឿនពូឆើតថាណែលោកបងឆើតបងល្មមត្រឡប់ទៅផ្ទះវិញហើយព្រោះពេលយប់មានខ្មោចច្រើនណាស់ពូឆើតឆ្លើយយ៉ាងប្រងើយថាគុំនិយាយពីរឿងខ្មោចរកតែខ្មោចមកធ្វើថ្នាំក៏មិនបានផងលុះយប់បន្តិចទើបពូឆើតត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវទឹកសន្សើមក៏ធ្លាក់ខ្យល់ក៏បក់រំភើយមកប៉ះខ្លួនត្រជាក់ស្រឹបដូចទឹកអម្រឹតឆ្កែលូយ៉ាងក្រលួចឮសំឡេងល្វើយនាពេលរាត្រីស្ងាត់ពូឆើតដើរមកដល់មាត់ស្ទឹងស្រាប់តែឃើញម្នាក់ស្រីរូបរាងស្រស់ស្អាតដូចទេពធីតាពូឆើតឃើញដូច្នេះក៏និយាយនឹងនាងថាណែនាងហេតុអ្វីក៏នាងមកអង្គុយនៅទីនេះនាងឆ្លើយដោយទឹកមុខស្រពាប់ស្រពោនវិញថាខ្ញុំឆ្លងទឹកទៅត្រើយម្ខាងប៉ុន្តែខ្ញុំមិនហ៊ានឆ្លងសោះ
ព្រោះខ្ញុំខ្លាចទៅទឹកសំលៀកបំពាក់ថ្មីរបស់ខ្ញុំពូឆើតគិតថានាងនេះប្រហែលជាខ្មោចហើយបានជាហ៊ានមកអង្គុយនៅទីនេះតែម្នាក់ឯងដូច្នេះពូឆើតប្រាប់នាងថាមិនអីទេចាំខ្ញុំជួយចម្លងនាងចោះពេលនាងឮពូឆើតនិយាយដូច្នេះក៏សើចសប្បាយក្រៃលែងព្រោះថាមានឱកាសល្អមកដល់ទៀតហើយនាងអោបពូឆើតថ្នមពេលនោះពូឆើតក៏យកក្រមាចងខ្លួននាងជាប់ជាមួយនឹងគាត់ជាប់ការចងបែបនេះហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេចនាងឆ្ងល់ក៏សួរពូឆើតថាបងប្រុសហេតុអ្វីក៏ចងដូច្នេះពូឆើតដល់ចម្លើយថាបាទអ្នកនាងខ្ញុំចងឲ្យជាប់ព្រោះខ្លាចនាងធ្លាក់ទឹកលុះពូឆើតឆ្លងដល់កណ្ដាលទឹកស្ទឹងស្រីស្រស់ក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពដាក់ពូឆើតភ្លាមនាងលៀនអណ្ដាតយ៉ាងវែងហើយធ្វើសក់កន្ទ្រើងក្នុងភ្នែកមើលទៅឃើញសុទ្ធតែឈាមកំពុងតែហូរចេញមកនាងស្រែកយ៉ាងក្រលួចតែទោះជានាងខំធ្វើយ៉ាងណាក៏ដោយក៏ពូឆើតមិនខ្លាចនាងដែរនាងគ្រាន់តែបន្លាចពូឆើតកាន់តែសើចសប្បាយពូឆើតអ៊ីវនាងឆ្លងទៅឆ្លងមកជាច្រើនសារនាងមានការផិតភ័យយ៉ាងខ្លាំងក៏សុំអង្វរពូឆើតថាសូមមេត្តាលែងខ្ញុំទៅខ្ញុំឈប់លងគេទៀតហើយទោះជានាងខំនិយាយយ៉ាងណាក៏ដោយក៏ពូឆើតមិនព្រមស្ដាប់ពីអង្វររបស់នាងដែរនាងខំប្រើមធ្យោបាយគ្រប់វិធីទាំងអស់នាងស្រែកលាន់ឮរំពងគួរឲ្យខ្លាចតែបុរសនោះចិត្តរឹងដូចថ្មគឺគិតតែដើរទៅរហូតដល់មេឃចិត្តភ្លឺនៅតែមិនព្រមឈប់ទៀតគ្រាន់តែឃើញផ្ទៃមេឃក្រហមព្រឿងនាងរឹតតែភ័យមិនដឹងធ្វើយ៉ាងណានាងក៏ប្រែក្រឡាខ្លួនជាដុំឈើមួយដុំពេលពូឆើតមកដល់ផ្ទះវិញគាត់ក៏យកដុំឈើនោះមកស្ទុះជាបន្ទះស្ដើងរំពេចនោះស្រាប់តែមានឈាមចេញពីសម្បកឈើពេលនោះពូឆើតក៏យកបន្ទះឈើនោះមកត្រាំស្រាផឹកពេលពូឆើតចេញដំណើរមកក្រៅម្ដងពួកខ្មោចទាំងអស់នោះនាំគ្នាស្រែកថាពួកយើងនាំគ្នារត់មនុស្សស៊ីខ្មោចមកដល់ហើយពួកខ្មោចក៏ចែកផ្លូវគ្នារត់បែកចាក់ចាយរកកន្លែងថ្មីរស់នៅរៀងខ្លួនពួកខ្មោចទាំងអស់ដាក់ឈ្មោះឲ្យពូឆើតថាមេខ្មោចកាលនោះប្រជាជនដែលរស់នៅក្បែរដងស្ទឹងទាំងអស់នាំគ្នាមកអរគុណដល់ពូឆើតព្រោះគាត់ជាបុរសក្លាហានដែលបានកម្ចាត់ក្រុមខ្មោចឲ្យរត់ចាត់ចាយអស់តែមិនប៉ុណ្ណោះអ្នកស្រុកក៏នាំគ្នាធ្វើបុណ្យដាក់បាតឧទ្ទិសកុសលដល់វិញ្ញាណខ្មោចទាំងអស់ឲ្យទៅចាប់ជាតិនិងទៅកាន់សុគតិភពរៀងខ្លួន
ចាប់តាំងពីពេលនោះមកប្រជាជនដែលរស់នៅទីនោះក៏បានឆ្លងស្ទឹងទាំងយប់ទាំងថ្ងៃមិនមានខ្មោចណាមកលងម្ដងឡើយបើគ្មានសេចក្តីក្លាហាននិងការតាំងចិត្តពិតជាគ្មានសេចក្តីរុងរឿងឡើយ